มาគុណព្រះធំធេងញ៉ៃខ្លាំងណាស់លើលោកីម្ដាយសួយលំបាកនឿយហត់ពេកក្រៃឲ្យតែមានថ្លៃកូនបានសុខសាន្តគ្រប់កូនប្រុសស្រីគួរយល់ចិត្តម្ដាយដែលគិតណាយខ្វល់ខ្វាយស្រានអាយ៉ាំខតានតាធម្មតាសវនកាឡោអាយ៉ាំខតានតាធម្មតាសវនកាឡោអាយ៉ាំទុកពុនណាយប្រមាណម្ដាយមិនត្អូញត្អាយលោកធំពេញប្រានទុកពុនលោកស្រីកើតស៊ីយុទ្ធបានប្រសូតនៅថ្ងៃទី1ខែមករាឆ្នាំ1952លើភូមិវីឡុងឃុំជេកស្រុកស្វាយរៀងខេត្តស្វាយរៀងលោកឪពុកនាងកើតជឹមអ្នកម្ដាយនាងរៀបខាងលោកស្រីមានបងប្អូនបង្កើតចំនួន6នាក់ប្រុស3នាក់ស្រី3នាក់ក្នុងនោះលោកស្រីជាកូនទី4នៅក្នុងក្រុមគ្រួសារតាមពីប្រសូតមកកុមារីកើតស៊ីយុទ្ធត្រូវបានចិញ្ចឹមបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកឪពុកអ្នកម្ដាយប្រកបដោយព្រហ្មវិហារធម៌របស់អ្នកមានទុនទាំងទ្វេអត់មានខ្វះចន្លោះត្រង់ណាឡើយរហូតដល់ពេញវ័យសិក្សាកុមារីកើតស៊ីយុទ្ធត្រូវបានលោកឪពុកអ្នកម្ដាយឲ្យចូលសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តជេកលោកកុមារដទៃទៀតដែរនៅក្នុងជំនាន់សង្គមរាជនិយមដល់សុខមនោរម្យកក់ក្ដៅហើយភិរមព្រោះតែម្ដាយបាទសូមអនុញ្ញាតដល់គុំគ្រប់អញ្ជើញឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញបំពាក់ត្រន្តរស័ក្តិជាកិច្ចប្រឆាមរណៈជូនសពលោកជំទាវឧត្តមស្រីឯកកើតស៊ីយុទ្ធរូបលោកជំទាវជានាយករងមួយរូបល្អឆ្នើមរបស់មន្ទីរពេទ្យព្រះកេតុមាលាដែលជាទីគោរពស្រឡាញ់របស់នាយទាហានរងនិងពលទាហានទាំងមូលក្នុងអង្គភាពហើយការបាត់បង់រូបលោកជំទាវនាពេលនេះគឺជាការបាត់បង់នៅនាយទាហានជាន់ខ្ពស់មួយរូបក្នុងជួរកងយុទ្ធពលខេត្តរភូមិន្ទដែលមានភក្តីភាពចំពោះជាតិមាតុភូមិចំពោះថ្នាក់ដឹកនាំចំពោះប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅជាទីបំផុតដោយក្នុងមួយជីវិតការងាររបស់លោកជំទាវពោពេញទៅដោយការពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិជាពិសេសលោកជំទាវបានរួមចំណែកជួយក្នុងការងារសង្គមបានយ៉ាងច្រើនថែមទៀតផង
លោកឪពុកជាទីគោរពក្នុងឱកាសពេលនេះយើងខ្ញុំជាកូនសូមការអនុញ្ញាតអំពីលោកឪពុកដើម្បីបានបព្វជិនិងតបគុណដល់អ្នកមានគុណក្នុងគ្រានេះដែរ ปัญญาเอาตัวไม่ส่องคุณมันได้ดูไปกูนบ้านนี่ตามกับมันตามวัฒนาเราโอ้เรากู ដើម្បីការខែចេញឆ្នាំមកនេះអត្តស័ក្តិពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី24ខែឧសភាឆ្នាំ2026ជាថ្ងៃប្រកបដោយភាពសោកសៅនិងស្រឡះអាឡោះអាឡៃដ៏សែនក្រៀមក្រំជាទីបំផុតដែលក្រុមគ្រួសារសាច់សាលោហិតបានប្រពៃពិធីធ្វើបុណ្យជាបដកិច្ចជូនសពលោកជំទាវឧត្តមស្រីឯកកើតជាយុទ្ធដែលបានទទួលមរណភាពកាលពីវេលាម៉ោង 16:20 នាទីល្ងាចថ្ងៃពុធ4កើតខែចេញឆ្នាំមកនេះអត្តស័ក្តិពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី20ខែឧសភាឆ្នាំ2026ក្នុងជន្មាយុ75ឆ្នាំដោយរងភាពសង្ខាតាំងតាមិនទៀងតតណែតែងកើតមកដល់ពេលនេះគម្រប់5ថ្ងៃហើយដែលឯកធំជាស្វាមីលើបុត្រាបុត្រីចៅប្រុសចៅស្រីសិក្សាលហិតទាំងអស់បានមកពេញនៅកតញ្ញូកតវិទិតាធម៌រៀបចំពិធីតម្កល់សពនិងធ្វើបុណ្យពាក់កណ្ដាលលោកប្រទានដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណខណ្ឌសពលោកជំទាវឧត្តមស្រីឯកកើតជាយុទ្ធបានសំស្របទៅតាមទំនៀមទម្លាប់ប្រពៃណីពុទ្ធសាសនានិងតាមបែបពិធីការយោធានេះគ្នាខាន់5រមេងតែងមានទុកពុំសូវបានសុខសពវេលាកើតចាំងឈឺស្លាប់
ជាធម្មតាកំរនរណាកិច្ចវេះបានអនត្តារូបนิ่งប្រការណាខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះប្រមុខរាជរដ្ឋាភិបាលជាពិសេសសម្ដេចព្រះនាងព្រះរតនបុត្រានីហ៊ុនសែនប្រធានការច្បាប់ក្រហមកម្ពុជាសម្ដេចកតេសង្ឃបណ្ឌិតម៉ែនសំអនព្រះអង្គក្រុមប្រឹក្សាបកព្រះមហាក្សត្រសម្ដេចមហារដ្ឋាភិបាលប្រទេសខូនសូដារីប្រធានរដ្ឋាភិបាលនៃប្រទេសជាអ្នកការកម្ពុជាហើយឧត្តមនាយឧត្តមសេនីយ៍ទាសីហាបដិយុរដ្ឋត្រីក្រសួងការពារជាតិព្រមទាំងឯកឧត្តមលោកជំទាវជាអិសរាជជនជាន់ខ្ពស់និងថ្នាក់ដឹកនាំជាច្រើនទៀតតាមបណ្ដាក្រសួងមន្ទីរស្ថាប័ននានាដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យសពនិងផ្ញើសាររំលែកទុក្ខជាមួយក្រុមគ្រួសារជាក្នុងនាទីនេះជាទីបញ្ចប់ខ្ញុំប្រកាសណាខ្ញុំបាទដែលនាមមកក្រុមគ្រួសារសពសូមលំអោនកាយវិជាចិត្តក្រាបថ្វាយបង្គំប្រគេនពរសម្ដេចព្រះឧត្តមវង្សាបណ្ឌិតព្រះនធេរានុធេរៈជុំព្រះអង្គជាទីសក្ការៈនិងសូមគោរពជូនពរឯកឧត្តមគណៈអធិបតីព្រមទាំងឯកឧត្តមឧត្តមសេនីយ៍លោកជំទាវលោកស្រីនាយទាហានរងនិងពលទាហានកងកិត្តិយសត្រែតបមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋានលោកតាលោកយាយភ្ញៀវកិត្តិយសនិងមានបទចិត្តឆ្ងាយទាំងអស់សូមទទួលបាននូវពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមអរព្រះគុណនិងសូមអរគុណ
ជាតិសពអងរួងទឹកដងម្ដាយអំកើឆោមឆាម្ដាយច្រៀងបំពេកូនកុំឲ្យម្ដាយស្គមកាយតទេសន្យានឹងបានទេប្រលឹងថានឹងធ្វើអ្វីឲ្យម្ដាយទាំងភ្នែកអត់តាជើជែកបែកអូហូស្ទឹងបើម្ដាយអប់រំហុំរឹងទៅកឹងម្ដាយសុំប៉ុណ្ណឹង តាលោកយាយជាកិត្តិយសទាំងអស់បងពូមីងទាំងអស់ឲ្យបានចំណាយពេលវេលាចូលរួមបុណ្យម្ដាយរបស់ខ្ញុំអស់គ្នាបានសូមជួយបងប្អូនទាំងអស់បាទឲ្យបានសុខសប្បាយសុខភាពល្អទាំងអស់គ្នាបានសូមអរគុណបាទ